វីដេអូនេះគឺខ្ញុំនឹងនិយាយអំពី designer យើងថ្មីដែលនឹងចាប់ផ្ដើមរៀប design នៅក្នុងខែនេះគឺមាន design មួយដែលតាក់ទងទៅនឹងប្រាសាទព្រះវិហារអញ្ចឹងយើងធ្លាប់ដឹងហើយថាប្រទេសយើងគឺកំពុងតែមានចំនួនបញ្ហាព្រំដែនហើយវាតាក់ទងទៅនឹងប្រាសាទរបស់យើងផងដែរអញ្ចឹងក្នុងនាមយើងជា designer graphic design ហ្នឹងត្រូវស្វែងយល់អំពីផលប៉ះពាល់ទាំងអស់ហ្នឹងអញ្ចឹងហេតុអីក៏ខ្ញុំនិយាយអំពីប្រាសាទអញ្ចឹងដោយសារតែខែនេះគឺមានទិវាមួយដែលតាក់ទងទៅនឹងប្រាសាទព្រះវិហារអញ្ចឹងក៏ត្រូវការប្រើប្រាស់រូបផងដែរអញ្ចឹងខ្ញុំគ្រាន់ជាការក្រើនរំលឹកទេទៅដល់ graphic design គ្នាយើងដែលចង់ធ្វើការប្រើប្រាស់រូបឲ្យបានត្រឹមត្រូវហើយនឹងធ្វើការស្វែងរកប្រភពរូបភាពឲ្យបានត្រឹមត្រូវយកមកធ្វើការ design ធ្វើជា poster ហ្នឹងនៅក្នុងខែមិថុនានេះគឺនៅថ្ងៃទី15ខែមិថុនាហ្នឹងតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេសម្រេចឲ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារដែលគឺជាខួបលើកទី64ផងដែរអញ្ចឹងវាតាក់ទងទៅនឹងប្រាសាទរបស់យើងហើយគឺប្រាសាទព្រះវិហារដែលរងការខូចខាតដោយការវាយប្រហារពីភាគីយោធាថៃតែយើងចង់ប្រើប្រាស់រូបភាពបែបនេះឬក៏បែបនេះអញ្ចឹងយើងត្រូវការស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយទៅលើការប្រើប្រាស់រូបទាំងអស់ហ្នឹងដើម្បីឲ្យដឹងថារូបនេះគឺជារូបដែលកំពុងតែមានបញ្ហារងគ្រោះដោយការបំផ្លិចបំផ្លាញអំពីយោធាថៃដែលធ្វើការវាយប្រហារមកលើប្រាសាទដែលជាបេតិកភណ្ឌពិភពលោករបស់យើងដោយក៏ឃ្លឿនចឹងទៅនៅក្នុងខែហ្នឹងគឺមាន artwork នឹងមួយដែរហើយចូលដល់ខែកក្កដាក៏មាន artwork ដែលតាក់ទងទៅនឹងប្រាសាទព្រះវិហាររបស់យើងដែរអញ្ចឹងបើសិនជាមាន artwork ផ្សេងដែលតាក់ទងទៅនឹងប្រាសាទដែលរងនឹងការបំផ្លិចបំផ្លាញយើងក្នុងនាមយើងជា graphic design ព្យាយាមយករូបភាពណាដែលកំពុងតែកើតឡើងនៅពេលថ្មីហ្នឹងដើម្បីយើងយកមកធ្វើការរចនាទៅឲ្យដឹងអំពីទស្សនវិជ្ជាពិតថាប្រាសាទរបស់យើងកំពុងតែស្ថិតនៅបែបនេះយើងអាចយករូបភាពដែលនៅទាំងមូលស្រស់ស្អាតយកមកបង្ហាញទេគេនឹងអាចយល់ថាប្រាសាទហ្នឹងគឺនៅតែស្អាតដដែលអត់មានការរងគ្រោះការបំផ្លិចបំផ្លាញអីទេក្នុងខែកក្កដាហ្នឹងគឺនៅថ្ងៃទី7ហ្នឹងគឺតាក់ទងទៅនឹងប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ជាខួបលើកទី18សង្ឃឹមថា graphic designer យើងនឹងប្រើប្រាស់រូបប្រាសាទព្រះវិហារបានត្រឹមត្រូវនិងធ្វើការស្រាវជ្រាវពីប្រភពឲ្យបានច្បាស់លាស់អញ្ចឹងប្រភពដែលយើងអាចស្រាវជ្រាវបានគឺមាននៅលើ Google យើងគ្រាន់តែវាយពាក្យថាប្រាសាទព្រះវិហារចឹងមកយើងអាចធ្វើការចុចទៅលើមើលwebsite របស់ខ្មែរយើងក៏បាន website បរទេសក៏បានដែរយើងមើលពីការចុះពិពណ៌នាឬក៏ការចុះព័ត៌មានសង្ខេបទៅលើព្រឹត្តិការណ៍ទាំងអស់ហ្នឹងតើបានចុះផ្សាយនៅថ្ងៃណាហើយរូបថតហ្នឹងថតនៅថ្ងៃណាខែណាអញ្ចឹងទៅដើម្បីយើងយករូបភាពហ្នឹងយកមកប្រើប្រាស់ឲ្យបានត្រឹមត្រូវឬក៏មួយទៀតបើសិនជាយើងមានរូបភាពដែលថតដោយខ្លួនឯងផ្ទាល់ឬក៏ស្គាល់មិត្តភ័ក្តិឬក៏រៀមច្បងណាផ្សេងដែលគាត់មានរូបភាពដែលកើតឡើងនៅក្នុងអំឡុងពេលហ្នឹងរហូតដល់ពេលបច្ចុប្បន្នហ្នឹងជារូបភាពដែលកំពុងតែស្ថិតនៅការរងគ្រោះអញ្ចឹងយើងយករូបភាពហ្នឹងយកមកប្រើប្រាស់មកដើម្បីបង្ហាញទៅដល់សាធារណជនក៏ដូចជាអន្តរជាតិឲ្យបានឃើញថាប្រាសាទព្រះវិហាររបស់យើងគឺពិតជានៅតែរងគ្រោះដដែលអត់មែននៅស្អាតល្អដោយការពីប្រហែលឆ្នាំមុនទេនេះគឺជាទ័ព digital មួយដែលយើងធ្វើការផ្សព្វផ្សាយបន្តទៀតដើម្បីជាការក្រើនរំលឹកទៅដល់ប្រជាជនខ្មែរយើងឲ្យដឹងថាប្រាសាទរបស់យើងពិតជាទទួលនឹងការរងគ្រោះដោយការវាយប្រហារមែនហើយមួយទៀតក៏ជាការរំលឹកនៃការឈឺចាប់របស់ប្រជាជនខ្មែរយើងទាំងអស់គ្នាអំពីការរំលោភបំពានរបស់ភាគីយោធាថៃយើងដែលធ្វើការបំផ្លិចបំផ្លាញក៏ដូចជាការឈ្លានពានទៅលើទឹកដីរបស់យើងផងដែរខ្ញុំដូចជាអត់មានអីបន្ថែមពីលើនេះទេគ្រាន់តែជាការរំលឹកក្រើនរំលឹកទៅដល់ graphic designer យើងឲ្យប្រើប្រាស់រូបឲ្យបានត្រឹមត្រូវតាមរូបភាពជាក់ស្ដែងដែលបានកាត់ឡើងនាពេលបច្ចុប្បន្នហ្នឹងទៅអូខេខ្ញុំចូលរួមបានប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ